បាទសួស្តីអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ផានីបង្រៀនភាសាខ្ញុំឈ្មោះផានីថ្ងៃនេះយើងនឹងរៀនពីកិរិយាសព្ទសំខាន់មួយនៅក្នុងភាសាកូរ៉េគឺកិរិយាសព្ទ khada ដែលប្រែថាទៅយើងនឹងរៀនពីរបៀបបង្កើតជាប្រយោគបច្ចុប្បន្នអតីតកាលអនាគតកាលនិងការប្រើប្រាស់ផ្សេងៗទៀតតោះឥឡូវនេះយើងចាប់ដើមទាំងអស់គ្នាអញ្ចឹងជាដំបូងយើងចាប់ដើមដោយកាលទាំង3អញ្ចឹងសម្រាប់ khada ដែលជាទម្រង់ដើមឬទម្រង់វចនានុក្រមប្រសិនបើយើងចង់បដូរពាក្យ khada ទៅជាទម្រង់បច្ចុប្បន្នដូច្នេះយើងត្រូវបដូរ khada ទៅជា khayo ដោយលុបពាក្យដាចោលហើយថែមយោអញ្ចឹងនេះជាប្រយោគឧទាហរណ៍ឆនឿន khayo ខ្ញុំទៅឆនឿន hakyoe khayo ខ្ញុំទៅសាលាឆនឿន chigum chipe khayo ឥឡូវនេះខ្ញុំទៅផ្ទះ oda khayo តើអ្នកទៅណាដែរអូខេអញ្ចឹងយើងបន្តបដូរទៅជាទម្រង់អតីតកាលអញ្ចឹងឆនឿន khayo បដូរទៅជាឆនឿន kasoyo ឆនឿន hakyoe khayo បដូរទៅជាឆនឿន hakyoe kasoyo ឆនឿន chigum chipe khayo បដូរទៅជាឆនឿន oje chipe kasoyo oda khayo បដូរទៅជា oda kasoyo អញ្ចឹងយើងបន្តបដូរទៅជាទម្រង់អនាគតកាលបន្តទៀតអញ្ចឹងឆនឿន khayo បដូរទៅជាឆនឿន khalkoyeyo ឆនឿន chigum chipe khayo បដូរទៅជាឆញុកអេ chipe khalkoyeyo ឆនឿន hakyoe khayo បដូរទៅជាឆនឿន neil hakyoe khalkoyeyo oda khayo បដូរទៅជា oda khalkoyeyo អូខេអញ្ចឹងសម្រាប់កាលទាំង3មានប្រមាណប៉ុណ្នេះប៉ុន្តែសម្រាប់ការប្រើ khada យើងនៅមានបន្តដូចជាការប្រើនៅក្នុងបំណងទៅយើងនិយាយថាឆនឿន kako sipoyo ខ្ញុំចង់ទៅហើយសម្រាប់ចេតនាតាំងចិត្តយើងនិយាយថាឆនឿន khalyoko heyo ខ្ញុំនឹងតាំងចិត្តទៅសម្រាប់ការសន្និមត់គិតថាគួរយើងនិយាយថាឆនឿន khalkot khathayo ខ្ញុំគួរតែទៅសម្រាប់ប្រើជាសមត្ថភាពឧទាហរណ៍ឆនឿន khalsu isoyo ខ្ញុំអាចទៅបានសម្រាប់បដិសេធឆនឿន khalsu opsoyo ខ្ញុំមិនអាចទៅបានទេសម្រាប់បដិសេធធម្មតាឆនឿន ankhayo ខ្ញុំមិនទៅទេនិងចុងក្រោយសម្រាប់អារម្មណ៍យើងមិនចង់ទៅយើងនិយាយថាឆនឿន khaki siroyo ខ្ញុំមិនចង់ទៅនិងមួយទៀតសម្រាប់យើងនិយាយថាខ្ជិលឆនឿន khaki khichanayo ខ្ញុំខ្ជិលទៅណាស់អញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងយើងគ្រាន់តែអនុវត្តពាក្យនេះម្ដងហើយម្ដងទៀតហើយយើងនឹងអាចចាំយកបានយ៉ាងស្ទាត់ជំនាញអញ្ចឹងសម្រាប់បងប្អូនដែលមានចម្ងល់អាចខមមិនសួរខ្ញុំបាននិងសម្រាប់បងប្អូនដែលចង់រៀនអាចឆាតតាម Telegram របស់ខ្ញុំហើយខ្ញុំនឹងរៀនយកត្រឹមតែមួយខែ$7ប៉ុណ្ណោះអញ្ចឹងអរគុណសម្រាប់ការស្ដាប់ពី Channel ផានីបង្រៀនភាសាជួបគ្នានៅវគ្គក្រោយអញ្ញង Ikeseyo បាយ